តាអ្នកដឹងទេថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះអង្គធ្លាប់បានព្រះកន្សែង3ដងនៅខណៈពេលដែលព្រះអង្គកំពុងតែបំពេញពរកិច្ចរបស់ព្រះអង្គនៅលើផែនដីនេះបានបង្ហាញអំពីក្តីមេត្តាករុណានិងភាពជាមនុស្សនៃអង្គព្រះយេស៊ូវគ្រីស្ទលើកទី1ព្រះយេស៊ូវព្រះអង្គទ្រង់ព្រះកន្សែងនៅមុខភ្នំរបស់លោកឡាសាទោះបីជាព្រះអង្គទ្រង់ជ្រាបថាព្រះអង្គអាចប្រោសលោកឡាសាឲ្យរួចពីសេចក្តីស្លាប់ក៏ដោយប៉ុន្តែព្រះអង្គបានចូលរួមទុកសោកជាមួយនឹងម៉ាថានិងម៉ារីជាបងស្រីរបស់ឡាសាហើយព្រះអង្គបានយល់ពីអារម្មណ៍នៃភាពឈឺចាប់របស់ពួកគេមានខគម្ពីរមួយយ៉ាងខ្លីដែលបានសម្ដែងថាទ្រង់ព្រះកន្សែងនៅក្នុងព្រះគម្ពីរយូហានជំពូក11ខ35នេះមានន័យថាទ្រង់បានរួមសុខទុក្ខជាមួយយើងហើយទ្រង់ពិតជាយកចិត្តទុកដាក់នឹងយើងខ្លាំងមែនទែនលើកទី2គឺព្រះអង្គទ្រង់ព្រះកន្សែងនៅពេលដែលព្រះអង្គយាងចូលក្រុងយេរូសាឡិមនៅពេលដែលព្រះអង្គបានតតមើលទីក្រុងគឺព្រះអង្គទ្រង់ព្រះកន្សែងហើយនៅពេលដែលព្រះអង្គមានព្រះបន្ទូលថាអោឯងអើយនៅថ្ងៃនេះគួរណាស់តែឯងបានស្គាល់សេចក្តីដែលសម្រាប់ឲ្យឯងបានសុខសាន្តទៅឯងនៅក្នុងព្រះគម្ពីរលូកាចំពោះ19ខ40ដល់ខ44បាននិយាយអំពីសាច់រឿងមួយនេះហើយទ្រង់បានព្រះកន្សែងដែលព្រោះតែភ្នែកខាងព្រលឹងវិញ្ញាណដែលត្រូវខ្វាក់និងភាពបាត់បង់ចំពោះប្រជាជនដែលព្រះអង្គត្រូវតែយាងមកសង្គ្រោះលើកទី3គឺព្រះអង្គទ្រង់ព្រះកន្សែងនៅក្នុងសួនហ្គេសេម៉ានីនៅក្នុងភាពឈឺចាប់ព្រះយេស៊ូវទ្រង់អធិដ្ឋានខ្លាំងរហូតដល់ដំណក់ញើសរបស់ព្រះអង្គស្រក់មកដូចជាឈាមអញ្ចឹងហើយបានចែងទុកនៅក្នុងព្រះគម្ពីរលូកាចំពោះ22ខ44ព្រះអង្គទ្រង់ព្រះកន្សែងមុនពេលដែលព្រះអង្គយាងទៅដល់ឈើឆ្កាងគឺប្រមុនពេលដែលព្រះអង្គទទួលនៅទម្ងន់នៃអំពើបាបរបស់យើងព្រះយេស៊ូវទ្រង់ព្រះកន្សែងគឺមិនមែនដោយសារតែព្រះអង្គទន់ខ្សោយនោះទេប៉ុន្តែដោយសារតែព្រះអង្គស្រឡាញ់យើងយ៉ាងជ្រាលជ្រៅដំណក់ទឹកភ្នែករបស់ព្រះអង្គគឺមិនមែនសម្រាប់ព្រះអង្គផ្ទាល់ទេប៉ុន្តែសម្រាប់យើងទាំងអស់គ្នា